សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពលោកព្រិលល្បាល់ឯង សួនរោន ដំបូងខ្ញុំសូមសម្ដែងនូវការសោកស្ដាយនិងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិលល្បាល់ឯង សួនរោន ដោយការវាយឆ្មក់ពីកងទ័ពឈ្លានពានព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយដែលខ្ញុំសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលឬអង្គភាពឬថ្នាក់ណាក៏ដោយដែលបានសម្រេចចិត្តឲ្យធ្វើការឈ្លានពានបែបនេះដែលវាប្រហាក់ប្រហែលជាមួយនឹងការឈ្លានពានកាលពីឆ្នាំ2008ដល់2011នៅប្រាសាទព្រះវិហារខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកាត់ឡើងនោះទេតែខ្ញុំគាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនដើម្បីត្រៀមវិបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀតខ្ញុំសង្ឃឹមថាការចរចាដែលនឹងត្រូវធ្វើនៅថ្ងៃស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរនឹងទទួលបានផលល្អខ្ញុំសង្ឃឹមថានឹងមិនមានភាពតានតឹងទូទាំងបណ្ដោយព្រំដែនរវាងប្រទេសទាំងពីររហូតដល់ការរាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀតដែលជាផលប៉ះពាល់នៃប្រទេសទាំងពីរនោះឡើយខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិសូមមេត្តាកុំពង្រីកនៅចំនួននេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍និងសូមជឿជាក់លើការដោះស្រាយរបស់រដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរយើងស្អប់សង្គ្រាមតែយើងបង្ខំចិនត្រូវធ្វើសង្គ្រាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេសដោយដែលបានធ្វើកាលពីឆ្នាំ2008ដល់2011ដែលប្រើមុខព្រួយ3គឺយោធាការទូតនិងផ្លូវច្បាប់